Debel តើអ្នកនៅផ្ទះទេជីហៅមានរឿងអ្វីចូលមកខ្ញុំមិនអាចចាប់ផ្ដើមក្រុមហ៊ុនឥឡូវនេះបានទេម៉ាក់ខ្ញុំឈឺទៀតហើយតើអ្នកអាចឲ្យខ្ញុំខ្ចីប្រាក់200,000បានទេ200,000មែនទេខ្ញុំនឹងទៅយកវាមកឲ្យអ្នកចេនដាហ្វូអ្នកឈួតហើយនេះជាលុយដែលខ្ញុំបានបង់សម្រាប់ផ្ទះប្រសិនបើអ្នកបាត់បង់លុយរបស់អ្នកអាចរកវាមកវិញបានប្រសិនបើហៅគឺមិនមានលុយនេះទេម្ដាយរបស់គាត់នឹងបាត់បង់ជីវិតដាហ្វូតើវាសមនឹងជួយគាត់បែបនេះទេវាមានតម្លៃណាស់ពីព្រោះយើងជាបងប្អូនដ៏ល្អបំផុតមហាសេដ្ឋីបានវិលត្រឡប់មកវិញស្វាព្រះពុទ្ធថ្ងៃរបស់អ្នកសួស្តីកសិករកាយត្រឡប់មកវិញហើយខ្ញុំមិនបានជួបអ្នកយូរហើយចូលយើងជួបជុំគ្នានៅយប់នេះខ្ញុំនឹងវេចខ្ចប់អីវ៉ាន់របស់ខ្ញុំពេលខ្ញុំត្រឡប់មកវិញអ្នករៀបចំខ្លួនឲ្យស្អាតជាមុនសិនខ្ញុំនឹងទៅយកអ្នកក្នុងពេលបន្តិចទៀតបងប្អូនល្អទាំងពីររបស់អ្នករថយន្ត Mercedes រថយន្ត Porsche អាកាសធាតុដែលមានពន្លឺថ្ងៃបានត្រឡប់មកវិញហើយមើលអ្នកម្ដងទៀតគាត់បានជីកនៅក្នុងសួនបន្លែរយៈពេល4ឆ្នាំក្នុងចំណោម28ឆ្នាំខ្ញុំគ្មានសូម្បីតែសម្លៀកបំពាក់សមរម្យមួយផងតើមានអ្វីខុសជាមួយការធ្វើស្រែចម្ការយើងមិនអាចឆ្លងកាត់រឿងនេះបានទេប៉ាសាប៊ូមើលផ្ទះដែលទ្រុឌទ្រោមនេះភ្លៀងធ្លាក់ខ្លាំងនៅខាងក្រៅប៉ុន្តែនៅខាងក្នុងភ្លៀងធ្លាក់ខ្លាំងសូមមើលបងប្រុសទាំងពីររបស់អ្នកម្ដងទៀតធ្វើជាចៅហ្វាយធំនៅខាងក្រៅហើយអ្នកវិញតើអ្នកគ្រាន់តែជាកសិករមែនទេពួកគេជាបងប្អូនរបស់ខ្ញុំបងប្រុសតើអ្នករាល់គ្នាជាបងប្អូននឹងអ្នកដទៃឬតើពួកគេជាបងប្អូននឹងអ្នកឬកុំនិយាយបែបនោះវាមិនងាយស្រួលសម្រាប់ពួកគេក្នុងការធ្វើការយ៉ាងលំបាកនៅខាងក្រៅនោះទេមិនអីទេតោះទៅកុំប្រញាប់ប្រញាល់ចំណាយសម្រាប់អ្នកដទៃនៅពេលដែលដល់ពេលមនុស្សគ្រប់គ្នាគឺជាចៅហ្វាយធំអ្នកមានលុយរាប់ពាន់នៅក្នុងហោប៉ៅរបស់អ្នកដឹងទេដាហ្វូវាជាយូរណាស់មកហើយចាប់តាំងពីយើងទាំង3នាក់បានអង្គុយជែកគ្នាលេងតើអ្នកសុខសប្បាយជាទេនៅថ្ងៃនេះខ្ញុំនៅផ្ទះដាំបន្លែនិងចិញ្ចឹមជ្រូកជីវិតនៅតែល្អព្រះពុទ្ធឲ្យខ្ញុំសូមប្រាប់អ្នកខ្ញុំបានបើកក្រុមហ៊ុនដឹកជញ្ជូនមួយនៅទីក្រុងសៀងហៃឥឡូវនេះខ្ញុំមានអ្នកតាមដានជាង300,000នាក់ប្រាក់ចំណេញឆ្នាំមុនមានចំនួន2លានខ្ញុំបានសាងសង់រោងចក្រមួយនៅវ៉ាន់ជូវតម្លៃទិន្នផលកាលពីឆ្នាំមុនមានចំនួន8លានយើងមានគម្រោងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់យើងមួយបន្ថែមទៀតនៅឆ្នាំនេះអ្នកទាំងអស់គ្នាពិតជាអស្ចារ្យណាស់ខ្ញុំមិនបានបញ្ចប់ការសិក្សាពីវិទ្យាល័យទេការដឹងរឿងបែបនេះគឺគ្រប់គ្រាន់ហើយផែនដីគ្មានសង្ឃឹមសម្រាប់អ្នកទេមកធ្វើការនៅក្រុមហ៊ុនយើងខ្ញុំអ្នកគ្រប់គ្រងឃ្លាំងម្នាក់តិចជាង50,000ក្នុងមួយខែហៅស៊ីឈប់លេងសើចទៅខ្ញុំមិនដឹងអ្វីទាំងអស់តើខ្ញុំមិនបានបង្កបញ្ហាឲ្យអ្នកទេតើអ្នកទទួលបន្ទុកឃ្លាំងអ្វីមករោងចក្រខ្ញុំនឹងប្រាប់អ្នកមកធ្វើការជាអនុប្រធានរោងចក្រនៅរោងចក្ររបស់ខ្ញុំហើយអ្នកនឹងទទួលបានប្រាក់8,000 យ៉នក្នុងមួយខែទេតើគម្រោងនេះអាចធ្វើទៅបានទេតើខ្ញុំអាចធ្វើជាអ្នកគ្រប់គ្រងរោងចក្រដោយរបៀបណាកុំបំផ្លាញរោងចក្ររបស់អ្នកដាហ្វូតើអ្នកព្រួយបារម្ភអំពីអ្វីគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេខ្ញុំគ្រាន់តែមិនអាចចាក់ចេញពីផ្ទះបានទេទោះបីជាព្រះពុទ្ធមិនដឹងថាហេតុអ្វីបានជាអ្នកមិនចង់ចេញទៅក្រៅក៏ដោយប៉ុន្តែខេកនិងខ្ញុំពិតជាចង់ទាញអ្នកទៅជាមួយណាស់យើងទាំង3នាក់ជាបងប្អូនបង្កើតដែលធំធាត់ជាមួយគ្នាសូមឈប់មើលខ្ញុំបានទេទោះបីជាព្រះពុទ្ធមិនដឹងថាហេតុអ្វីបានជាអ្នកមិនចង់ចេញទៅក្រៅក៏ដោយប៉ុន្តែខេកនិងខ្ញុំពិតជាចង់ទាញអ្នកទៅជាមួយណាស់យើងទាំង3នាក់ជាបងប្អូនបង្កើតដែលធំធាត់ជាមួយគ្នាសូមឈប់មើលខ្ញុំបានទេសូម្បីតែខ្ញុំក៏ចេញទៅក្រៅដែរតើអ្នកណានឹងមើលថែឪពុកម្ដាយរបស់អ្នកព្រះពុទ្ធឲ្យសូមព្រះអង្គយាងមកឯក្រុមហ៊ុនរបស់ខ្ញុំដើម្បីពោលនៅអ្វីដែលខ្ញុំបាននិយាយអ្នកបានធ្វើការងារដ៏អស្ចារ្យនៅខាងក្រៅកុំបារម្ភខ្ញុំនៅផ្ទះសាមចូលទៅខាងក្នុងខ្យល់បក់ខ្លាំងនៅខាងក្រៅសម្រាប់មួយផ្លែតហើយផឹកទឹកបន្តិចខ្ញុំបានទៅផ្ទះមីងលីវម្ដងទៀតជើងរបស់មីងលីវឈឺដូច្នេះគាត់បានសុំឲ្យខ្ញុំទៅបិទបង់រំឲ្យគាត់តើអ្នកពិតជាមានចិត្តដញ្ញូជាងកូនប្រុសបង្កើតរបស់លីវសិនមែនទេតើលោកលីវឈីហៅបានឲ្យលុយអ្នកមួយកាក់មួយសេនទេស៊ូឈីនឯងមិនគិតថាខ្ញុំខុសទេ
អ្នករត់ជាប្រចាំដើម្បីដឹកជញ្ជូនទំនិញដែលបានប្រគល់មកវិញទៅផ្ទះរបស់ Liv Sen អ្នកមិនដឹងថាជីវិតរបស់យើងយ៉ាងម៉េចទេកូនប្រុសរបស់ខ្ញុំបើកបររថយន្ត Mercedes-Benz G-Class អ្នកកំពុងជិះកង់ទំហំ28អ៊ីងហើយកូនប្រុសរបស់ពួកគេពាក់អាវស្បែកអ្នកពាក់អាវកាក់ដែលមានក្រញាំខ្លាហើយអ្នកយកចិត្តទុកដាក់ចំពោះអ្នកជិតខាងនិងមនុស្សចាស់ច្រើនជាងម្ដាយរបស់អ្នកតើអ្នកមានការគោរពចំពោះម្ដាយដែលបានស្លាប់របស់អ្នកទេស៊ូឈីងគ្រប់គ្រាន់ហើយខ្ញុំទ្រាំលែងបានហើយលោកវិជ្ជបណ្ឌិតឆេនខ្ញុំបានរៀបការជាមួយអ្នកអស់រយៈពេល5ឆ្នាំហើយដោយរស់នៅក្នុងផ្ទះដែលលេចធ្លីទឹកនិងទ្រុឌទ្រោមស្លៀកសម្លៀកបំពាក់ថោកពួកគេគ្មានលទ្ធភាពទិញអាហារពេលល្ងាចថ្ងៃចូលឆ្នាំថ្មីសមរម្យបានទេអ្នកគួរតែប្រើប្រាស់ភក្ដីភាពរបស់អ្នកដើម្បីជួយគ្រួសារដទៃទៀតជារៀងរាល់ថ្ងៃភក្ដីភាពរបស់អ្នកត្រូវបានផ្ដល់ឲ្យអ្នកដទៃរួចហើយខ្ញុំឈៀវឆឹងសូមអភ័យទោសលោកវិជ្ជបណ្ឌិតឆេនចាំអ្វីដែលខ្ញុំបាននិយាយនៅថ្ងៃនេះបងប្អូនប្រុស2នាក់របស់អ្នកពួកគេលែងដូចអ្នកទៀតហើយអ្នកឧទ្ទិសខ្លួនឯងដល់ពួកគេមនុស្សអាចនឹងមិនយកចិត្តទុកដាក់អ្នកទេអ្នកនឹងយកឆាប់រយឺតប្រពន្ធរបស់អ្នកស្រាប់តែដួលសន្លប់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុងស្ថានភាពរបស់ប្រពន្ធអ្នកពិតជាស្មុគស្មាញណាស់ត្រូវការផ្ទេរទៅមន្ទីរពេទ្យធំមួយដើម្បីព្យាបាលតម្លៃនៃការព្យាបាលគឺប្រហែល$500,000អ្នកគួរតែរៀបចំថវិកាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន$500,000គ្រួសារនេះមានត្រឹមតែ22.81 យ៉នប៉ុណ្ណោះតើអ្នកបានធ្វើអ្វីអស់រយៈពេលជាច្រើនឆ្នាំមកនេះហេតុអ្វីបានជាអ្នកមានប្រាក់សន្សំតិចតួចម្លេះកុំបារម្ភអីខ្ញុំនឹងរកវិធីមួយទោះបីជាវាមានន័យថាខ្ចីប្រាក់ក៏ដោយយើងនឹងអាចរៃអង្គាសប្រាក់បានគ្រប់គ្រាន់សម្រាប់ការព្យាបាលតើអ្នកខ្ចីប្រាក់ពីអ្នកណាបងប្អូនល្អទាំងពីររបស់អ្នកកុំបន្ទោសខ្ញុំថាខ្ញុំខូចខើអ្នកជាកសិករពួកគេអាចឲ្យអ្នកខ្ចីប្រាក់ចំនួន$500,000ដោយសន្តិភាពនៃចិត្តតើអ្វីដែលផ្ដល់ឲ្យអ្នកនៅសិទ្ធស៊ីវិឈិននិងអ្នកដទៃទៀតគឺជាបងប្អូនរបស់ខ្ញុំបងប្អូនប្រុសស្រីដែលធំធាត់ជាមួយគ្នាហើយវីខ្ញុំមានរឿងត្រូវធ្វើតើអ្នកអាចត្រឡប់មកវិញបានទេមានការអ្វីដែលដាពេងសប្តាហ៍ថ្ងៃនេះមានអតិថិជនមួយចំនួនកំពុងមកធ្វើការត្រួតពិនិត្យនៅនឹងកន្លែងមមាញឹកណាស់គ្រាន់តែមកញ៉ាំអាហារខ្ញុំមានរឿងមួយចង់ប្រាប់អ្នកហៅដាហ្វូខ្ញុំមានរឿងមួយចង់និយាយជាមុនវាកន្លងផុតពេលអាហារថ្ងៃត្រង់ហើយអាហារក៏ត្រជាក់ដែរអ្នកវិតម្លៃទំនាក់ទំនងរបស់អ្នកជាមួយមិត្តភក្តិកុមារភាពរបស់អ្នកលើសកម្រិតឥឡូវនេះគាត់ជាម្ចាស់អាជីវកម្មធំមួយពេលវេលាមានតម្លៃណាស់តើធ្វើដូចម្តេចទើបអាចមានអ្នកណាម្នាក់អាចបោះបង់អាជីវកម្មដែលមានតម្លៃរាប់លានដុល្លារដើម្បីមកទទួលទានអាហារនៅក្នុងភូមិក្រីក្រដាច់ស្រយាលរបស់យើងអ្នកគិតខ្ពស់ពេកចំពោះខ្លួនឯងឥឡូវនេះពួកគេមានឥទ្ធិពលខ្លាំងនៅខាងក្រៅអ្នកគ្រាន់តែជាកសិករម្នាក់ប៉ុណ្ណោះអ្នកលែងជាមនុស្សដែលមាននាមត្រកូលដូចគ្នាទៀតហើយព្រះពុទ្ធ